ស្រីតារាតែចំណោះគ្នាថ្ងៃនេះខ្ញុំទទួលបាន Samsung S22 5G ដែលបញ្ហានោះគឺបងប្អូនគឺគាត់ជាប់កូដដៃយើងធ្វើមិនក៏អត់ចេញដែរបងប្អូនព្រោះជាប់កូដដៃយើងអាចធ្វើមើលទៅជាប់កូដដៃបាត់ហើយយើងអាចធ្វើក៏ទៅមុខដែរឃើញយើងអត់ដឹងថារលឹកដោះរបៀបមិនទេចឹងមុននឹងយើងអាចដោះបានគឺយើងត្រូវតែមានកម្មវិធីមួយចំនួនតោះយើងទៅមើលកម្មវិធីទាំងអស់គ្នាយើងត្រូវមានណាបងប្អូនអ្នកត្រូវតែមាន unlock tool ដែល active អូខេនេះគឺជាកម្មវិធី unlock tool បងប្អូនទៅយើងអាចដាច់កូដបានអញ្ចឹងយើងបដាច់កូដអីគេយើងរក model ហ្នឹងមកថា brand Samsung គឺយើងចុចចូល brand Samsung មកហើយយើង search នៅកន្លែងនេះមកណាបងប្អូនបតង់ search ចុះដូចតាម model យើងហ្នឹងអីគេ A22 5G ហ៎អាយ៉ាឡំ A11 A22 5G បងប្អូនវាយ A22 មកនេះឃើញហើយនៅខាងក្រោមដែលមានលេខ serial វា SM A226B អញ្ចឹងអូខេឃើញណាអូខេអញ្ចឹងយើងចុចមកកន្លែងនេះទៀតដើម្បីធ្វើការបដាច់បានគឺស្រេចកន្លែងនេះគឺយើងយកកន្លែងនេះ Samsung 5G ហ្នឹងមកបងប្អូនខ្ញុំថតចេះវាចាំងបើថ្ងៃមកពីបងប្អូនអញ្ចឹងមើលយើងអត់សូវច្បាស់បន្តិចឯលើកុំព្យូទ័របន្តមកទៀតបងប្អូនយកកន្លែងនេះហ្នឹងណាយកកន្លែងតាមម៉ៅខ្ញុំហ្នឹងមកហើយឃើញទេអញ្ចឹងយើងត្រូវការ boot device ចូលមុននឹង boot device ចូលគឺបងប្អូនត្រូវតែដោតខ្សែពីមួយមកជាប្រភេទ Type C ណាបងប្អូនឃើញតោះឥឡូវយើងទៅ boot device ចូលទៅក្នុងកុំព្យូទ័រទាំងអស់គ្នាមកឥឡូវនេះយើងមកមើលលើទូរស័ព្ទដៃយើងគឺយើងត្រូវតែចុចបិទគ្រឿងសិនបងប្អូនទាំងគ្នាណាយើងចុចបិទគ្រឿងសិនហ្នឹងណានេះអូខេឃើញមុខ admin តិចឯងបងប្អូន admin មុខអក្រក់បន្តមកទៀតគឺបងប្អូនកន្លែងមើលបេតុងពីនេះពីដំបូងយើងពេចបើនេះមុនមករៀងមុនប្រហែលជា1 វិនាទីទេនេះអូខេអញ្ចឹងយើងចុចហ្នឹងណាខាងនេះមកណាអូខេយើងធ្វើការដោតដូចចូលទៅបាត់ទៅបងប្អូនអត់ចូលមួយដងទៀតវាពិបាកទេពីអូខេចូលបាត់ហើយបងប្អូនដាច់បាត់ហើយអូខេដាច់បាត់ហើយបងប្អូនដាច់បាត់ហើយនេះបងប្អូនពេលដែលវាចេញមកពាក្យថាកន្លែងនេះអូខេដាច់ហើយតែដល់ដាច់ហើយណាដាច់ហើយឡើយអូខេឥឡូវយើងអត់ធៀវឡើងមកបងប្អូនអត់ធៀវឡើងទៅហូបមនុស្សមកតែចេញចេះហើយលុយហើយបងប្អូនលុយយើងប៉ុណ្ណេះយើងលុយបានទេបងប្អូនអរគ្នាអូខេលុយសតទេបងប្អូនហ្នឹងមកអូខេអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាវីដេអូមួយនេះចឹងបងប្អូនដែលមានបញ្ហាទូរស័ព្ទអីអាចទំនាក់ទំនងមកខ្ញុំបានណា